យុទ្ធសាស្ត្រនយោបាយពីជ្រុងរបស់នាយករដ្ឋមន្ត្រីជប៉ុនជ្រើសរើសទៅដាក់កម្រងការនៅ Chidori Kafuchi ជំនួសការទៅគោរពវិញ្ញាណក្ខន្ធនៅវិហារ Yasukuni ក្នុងថ្ងៃខួបបញ្ចប់សង្គ្រាមដើម្បីរក្សាតុល្យភាពការទូតអន្តរជាតិនិងសម្រាប់ចិត្តជនជាតិខ្លួនយោងតាមការចុះផ្សាយរបស់សារព័ត៌មានជាតិជប៉ុន NHK នៅថ្ងៃទី15ខែសីហានេះបានឲ្យដឹងថាក្នុងឱកាសខួបបញ្ចប់សង្គ្រាមលោកលើកទី2ថ្ងៃទី15ខែសីហានេះនាយករដ្ឋមន្ត្រីជប៉ុនលោកស្រី Takaichi Sanae បានបង្ហាញពីការសម្រេចចិត្តដ៏រសើបតាមរយៈការបែងចែកកិច្ចការយ៉ាងច្បាស់លាស់រវាងទីតាំងប្រវត្តិសាស្ត្រពីរលោកស្រីបានសម្រេចចិត្តមិនអញ្ជើញទៅទស្សនកិច្ចនិងគោរពវិញ្ញាណក្ខន្ធដោយផ្ទាល់នៅទីសក្ការៈបូជាវិហារ Yasukuni នោះឡើយដោយគ្រាន់តែផ្ញើថវិកាផ្ទាល់ខ្លួនតាមរយៈអគ្គលេខាធិការគណៈបកកាន់អំណាចលោក Suzuki យកទៅថ្វាយជំនួសក្នុងនាមជាប្រធានគណៈបកការសម្រេចចិត្តមិនទៅទីសក្ការៈបូជា Yasukuni ផ្ទាល់នេះត្រូវបានគេមើលឃើញថាទំនងគឺដើម្បីរក្សាទំនាក់ទំនងនិងកិច្ចការទូតជាមួយប្រទេសជិតខាងដូចជាចិននិងកូរ៉េខាងត្បូងដែលតែងតែប្រឆាំងយ៉ាងខ្លាំងដោយសារទីតាំងនៃវិហារនេះតម្កល់បញ្ជីឈ្មោះទីហ៊ានរួមទាំងអ ுក្រិតជនសង្គ្រាមថ្នាក់ A ទុយទៅវិញដើម្បីស្អំចិត្តប្រជាជននិងគ្រួសារយុទ្ធជនជប៉ុនជំនួសការមិនបានទៅវិហារ Yasukuni លោកស្រីបានអញ្ជើញទៅទីបញ្ចុះសពយុទ្ធជនពលី Chidori Kafuchi ដែលជាទីបញ្ចុះសពតម្កល់អត្តធិធទីហ៊ាននិងជនស៊ីវិលរាប់ពាន់នាក់ដែលមិនស្គាល់អត្តសញ្ញាណនៅទីនោះលោកស្រីបានដាក់កម្រងផ្កានិងឧទ្ទិសកុសលដល់ស្ងប់ស្ងាត់នៅវេលាម៉ោង 11 ព្រឹកមុនពេលចូលរួមក្នុងពិធីរំលឹកខួបជាតិតាមរយៈសកម្មភាពនេះអាចបង្ហាញយ៉ាងច្បាស់ពីតុល្យភាពនយោបាយដ៏ប៉ិនប្រសប់របស់លោកស្រី Takaichi ក្នុងការការពារផលប្រយោជន៍សន្តិសុខការទូតអន្តរជាតិព្រមទាំងបំពេញភារកិច្ចគោរពវិញ្ញាណក្ខន្ធអ្នកដែលបានពលីដើម្បីជាតិដើម្បីកុំឲ្យប៉ះពាល់ដល់អារម្មណ៍ប្រជាពលរដ្ឋក្នុងស្រុកក្នុងពេលដំណើរគ្នា